លីសាកំពុងល្បីខ្លាំងមែនទែននៅក្នុងប្រទេសចិនពាក់ព័ន្ធជាមួយករណីលួចចម្លងដោយប្រធានបទមួយនេះ trending ខ្លាំងមែនទែននៅក្នុងប្រទេសចិនមានអ្នកចូលអានរហូតដល់ 22.7 លានដងដោយរឿងរ៉ាវរបស់យើងគឺថាអញ្ចែលីសាបានចូលរួមសម្ដែងនៅក្នុងរឿង The White Lotus ប្រែថាផ្កាឈូកពណ៌សនៅក្នុងរឿងនេះផងដែរមានឈុតមួយដែលលីសាពាក់ឈុតថៃហើយនៅលើក្បាលបួងសក់ពាក់មកុដដុតផ្កាជុំវិញដោយប្រជាជនចិនបានចោទថាអញ្ចែការដុតផ្កាជុំវិញក្បាលនោះគឺជាការលួចចម្លងរបស់វប្បធម៌ចិនដោយវប្បធម៌ចិនដុតផ្កាជុំវិញនេះមានឈ្មោះថាចានហួរវប្បធម៌ចានហួរមានដើមកំណើតចេញពីតំបន់មីនណានភាគខាងត្បូងនៃខេត្តហ្វូជៀនសំខាន់ណាស់ខាងចិនគេខឹងអញ្ចែយើងពាក្យអញ្ចឹងក៏ពាក្យចាស់ប៉ុន្តែគេសង្កត់ធ្ងន់ហ្មងថានឹងគឺជាវប្បធម៌របស់ថៃអញ្ចឹងបានថ្មីនេះផ្ទុះខ្លាំងមែនទែនតាក់ទងជាមួយប្រធានបទការលួចចម្លងរបស់លីសាមិនត្រឹមតែប៉ុណ្្នឹងទេអ្នកនរគ្នាគឺខាងចិនបានបង្ហោះរូបថតផ្សេងៗដែលថាលីសាបានចម្លងពីគេតាក់ទងជាមួយនឹងសម្លៀកបំពាក់អីផ្សេងៗអញ្ចឹងនឹង logo ក្រុមហ៊ុនរបស់លីសាដូចគ្នាខាងអ្នកគ្រប់គ្រងចិននេះអ្នកនរគ្នាមិនធម្មតាគឺសាហាវណាស់គួរបញ្ជាក់ផងដែរអ្នកគ្នាលីសាត្រូវបានជាប់ blacklist នៅឯប្រទេសចិនបន្ទាប់ពីលីសាមានវត្តមាននៅក្នុងកម្មវិធី Crazy Horse ហើយរំដោះកៅអៅអញ្ចឹងទៅគ្រប់ platform social media របស់លីសាគឺត្រូវបានប្លុកទាំងអស់មកជាពិសេសជាមួយនឹងការងារនិងសកម្មភាពផ្សេងៗរបស់លីសានៅឯប្រទេសចិន